ះបាត់ប្តីមិនទៅផ្ទះបាត់ប្តីផ្ទះបាត់ប្តីគឺផ្ទះដែលប្តីទៅបាត់ហ្នឹងហើយមុខផ្ទះទៅតឹងផ្ទះទៅអញ្ចឹងបាទហើយជំរឿផ្ទះគឺជ្រៅវាជ្រៅជាងអញ្ចឹងបាទធម្មតាតែយើងធ្វើទ្វារខណៈធ្វើចូលខណៈដីធ្វើទ្វារចេញខាងនេះប្តីធ្វើទ្វារចេញចូលខុសហើយយើងមកចូលខាងនេះបាទធម្មតាចូលយើងត្រូវចូលអញ្ចឹងចូលខាងទៅតឹងផ្ទះហើយចេញទៅខាងក្រោយអញ្ចឹងចេញទៅអញ្ចឹងដល់យើងធ្វើចូលអញ្ចឹងឬក៏យើងធ្វើចូលអញ្ចឹងឬក៏យើងធ្វើចេញចំហៀងចេះឬក៏ចេញចំហៀងចេះគេហៅថាទ្វារបាត់ប្តីឬក៏ហៅថាផ្ទះបាត់ប្តីក៏បានបាទមិនយូរជាង3ឆ្នាំទៅ5ឆ្នាំវាមានរឿងរ៉ាវភាគីទី3មកតាក់តងស្វាមីហ្នឹងទៅទីបំផុតស្វាមីក៏ចាក់ចេញពីផ្ទះហ្នឹងទៅអញ្ចឹងហើយបានហៅថាផ្ទះបាត់ប្តីបាទតែបើគូស្នេហ៍ហ្នឹងបាទគាត់ភក្តីភាពមិនព្រមមានដតីអ្វីផ្សេងទេនឹងមានរឿង2ដល់កំណាចដល់សយដល់ចង្រៃកើតឡើងទៀតគឺទី1ត្រូវបាត់ម៉ងលុយកាក់បាទបាត់ម៉ងលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បាទរឿងមួយទៀតដល់មហាចង្រៃមួយទៀតកើតឡើងគឺគ្រោះថ្នាក់ភាគីខាងប្តីរហូតដល់បាក់ឆ្អឹងដៃបាក់ឆ្អឹងជើងបាក់ឆ្អឹងជំនីបាក់ឆ្អឹងខ្នងអីចឹងទៅបាទឬក៏អាចថាមានជំងឺណាអ្វីមួយធ្ងន់ធ្ងរសាហាវឈានទៅដល់ការវះកាត់ធ្ងន់ធ្ងរដូចនេះជាដើមអញ្ចឹងមានន័យថាផ្ទះដែលមានទ្វារចេញចូលផ្នែកខាងខ្លាខាងមុខក៏ដោយខាងកណ្ដាលក៏ដោយខាងក្រោយក៏ដោយឲ្យតែមានទ្វារចេញចូលបាទចំហៀងបាទខាងខ្លាបាទក្នុងក្បួនហុងស៊ុយបាទប្រសិទ្ធនាមថាជាផ្ទះបាត់ប្តីបើលោកស្រីនៅមានចម្ងល់ឬក៏ចង់តាក់ទងមកលោកគ្រូសូមខមមិនចូលមកឬក៏តាក់ទងតាមលេខទូរស័ព្ទខាងលើ